អំពីពុទ្ធដំណើរទៅកាន់កបិលវត្ថុព្រះបាទសទ្ធោទនៈនៅវេលាដែលបានជ្រាបថាព្រះពុទ្ធគង់នៅក្នុងព្រៃវេฬុវ័នក្នុងក្រុងរាជក្រឹស្នក៏ចាត់អាមាត្យម្នាក់ឲ្យទៅនិមន្តមកលេង ប៉ុន្តែរាជអាមាត្យនោះទៅវេលាដែលបានស្ដាប់ពុទ្ធោវាទក៏បានដល់នៅអរហត្តផលទៅភ្លេចគិតដល់កិច្ចធុរៈរបស់ខ្លួនរាជបម្រើ8នាក់ក្រោយទៀតក៏ធ្វើដូចគ្នាឯរាជបម្រើទី10គឺកាលឧទាយនសម្រេចបម្រើនោះទៅដល់ក្រុងរាជក្រឹស្ននៅវេលាដែលព្រះអង្គចេញពីស្រុកពេណារេសមកបាន5ខែហើយរដូវរងាហេមន្តក៏ដុតទៅក៏ផុតទៅហើយចូលរដូវក្តៅទៅវិញនៅថ្ងៃពេញបូរមីខែផលគុណឧទាយនដែលដល់អរហត្តផលដូចបម្រើឯទៀតមុនតែមិនបានភ្លេចកិច្ចរបស់ខ្លួនក៏ចូលទៅរកព្រះអង្គហើយនិយាយសរសើរសេចក្តីសប្បាយក្នុងដំណើរលុះព្រះអង្គទ្រង់សួរអំពីសេចក្តីប្រាថ្នាទៅទើបឧទាយនយកសេចក្តីដែលព្រះបាទសទ្ធោទនៈឲ្យក្រាបទូលនិមន្តព្រះអង្គហើយព្រះសម្ពុទ្ធក៏ទទួលនិមន្តក្នុងវេលានោះព្រះអង្គក៏ទ្រង់ពុតដំណើរទៅមួយអន្លើនឹងព្រះអរហន្តទាំង2000អង្គក្នុងមួយថ្ងៃបានចម្ងាយ1យោជន៍ដើម្បីឲ្យបានដល់ក្រុងកបិលវត្ថុក្នុងរវាង2ខែឧទាយនហោះទៅឯក្រុងកបិលវត្ថុរាល់ថ្ងៃដោយអាកាសជាមុនហើយទៅថ្វាយដំណឹងដល់ព្រះបាទសទ្ធោទនៈអំពីសេចក្តីចម្រើនក្នុងពុទ្ធដំណើរហើយយកចង្ហាន់ពីព្រះវររាជបិតាមកថ្វាយព្រះអង្គលុះដល់ក្រុងកបិលវត្ថុព្រះអង្គបានប្រថាប់នៅក្នុងនិក្រួតធារាមមួយអន្លើនឹងពុទ្ធបរិស័ទទាំងអស់ព្រះអង្គសម្ដែងសេចក្តីអស្ចារ្យមួយដើម្បីបង្អន់នូវសេចក្តីមានះរឹងរូសនៃពួកសក្យៈហើយឲ្យឱនលំទោនចំពោះព្រះអង្គលុះព្រឹកស្អែកឡើងព្រះអង្គយាងចូលក្នុងទីក្រុងហើយបិណ្ឌបាតចង្ហាន់ពីផ្ទះមួយទៅផ្ទះមួយផ្អើលអស់ព្រះញាតិព្រះវង្សទាំងឡាយក្នុងវេលានោះព្រះវររាជបិតាក៏រត់ទៅឯព្រះអង្គហើយនិមន្តទៅឆាន់ក្នុងព្រះដំណាក់លុះព្រះអង្គឆាន់ហើយស្ត្រីទាំងអស់នៅក្នុងព្រះដំណាក់ក៏ចេញមកថ្វាយបង្គំសល់តែព្រះអគ្គមហេសីព្រះអង្គមិនបានចេញមកតែវេលានោះព្រះពុទ្ធព្រះអង្គទ្រង់យាងចូលដោយមានអគ្គសាវក2អង្គនិងមហាក្សត្រីជូនចូលទៅផង